សួស្តីពុកម៉ែបងប្អូនអរគ្នាដែលចូលចិត្តក្នុងការចាំមនស្រែបងប្អូនហ្នឹងហើយការចាំមនស្រែបែបលក្ខណៈគ្រួសារបងប្អូនហ្នឹងហើយជួបគ្នាសារជាថ្មីក្នុងវីដេអូនេះធ្វើការបង្ហាញពីចំណេះដឹងមួយដែលតាក់ទងទៅនឹងការចាំមនស្រែហើយតាក់ទងទៅនឹងបងប្អូនមួយចំនួនដែលគាត់ទិញមនពីគេអញ្ចឹងបងប្អូនហ្នឹងហើយតើយើងគួរធ្វើបែបណាខ្លះសម្រាប់កូនមនដែលយើងទិញពីគេហ្នឹងហើយថាតើយើងគួរតែប្រុងប្រយ័ត្ននៅចំណុចណាខ្លះឬក៏យើងគួរតែធ្វើនៅទីខ្លះដើម្បីជៀសវាងនៅបញ្ហាមន់ដែលទិញមកពីគេមានបញ្ហាច្រើនបងប្អូនណាហ្នឹងហើយអញ្ចឹងមានបងប្អូនជាច្រើនគាត់តែងតែបានចេញមតិតាមបណ្ដាញសង្គមគាត់តែងតែគិតថាមន់ដែលទិញគេនោះគឺតែងតែមានបញ្ហាបងប្អូនណាហ្នឹងហើយមានបញ្ហាដូចជាយកមកដល់ព្រាមមានបញ្ហាបងប្អូនណាហ្នឹងហើយអញ្ចឹងមានបងប្អូនខ្លះគាត់មកសួរខ្ញុំដល់ផ្ទះតែម្ដងបងប្អូនណាហ្នឹងហើយអញ្ចឹងក្នុងវីដេអូនេះខ្ញុំធ្វើការបកស្រាយខ្លះដែលតាក់ទងទៅនឹងមន់ទិញពីគេប៉ុន្តែសម្រាប់មន់របស់ខ្ញុំនេះគឺខ្ញុំអត់ដែលទិញគេទេបងប្អូនណាឥឡូវនេះកាលពីដើមឡើយគឺខ្ញុំទិញកូនមន់ពីគេអញ្ចឹងបងប្អូនហ្នឹងហើយតែឥឡូវនេះគឺខ្ញុំបង្កើតមេបាពូជឲ្យខ្លួនឯងអញ្ចឹងសិនជាបងប្អូនចង់ដឹងនៅគន្លឹះខ្លះឬក៏ពីបញ្ហាខ្លះពីកូនមន់ឲ្យបងប្អូនទិញពីគេនោះអញ្ចឹងបងប្អូនកុំភ្លេចចូលមកជួយចុច Subscribe និងចុចរូបកណ្ដឹងខ្ញុំបានម្នាក់មួយផងដើម្បីទទួលបានបទពិសោធន៍ហើយបងប្អូនអាចចូលក្នុង Facebook ជួយចុច Follow Page ក៏ខ្ញុំបានម្នាក់មួយផងដើម្បីទទួលបានបទពិសោធន៍និងចំណេះដឹងផ្សេងៗដែលទាក់ទងពីការចាំមនស្រែអញ្ចឹងតោះកុំឲ្យខាតពេលយូរយើងទៅទស្សនាវីដេអូពីការបកស្រាយរបស់ខ្ញុំបាទទាំងអស់គ្នាអញ្ចឹងរឿងដែលពិបាកសម្រាប់បងប្អូនដែលគាត់ចូលចិត្តទិញកូនមន់ពីគេអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងថាតើវាមានកត្តាអ្វីខ្លះដែលបងប្អូនទិញកូនមន់ពីគេហ្នឹងតើវាមានកត្តាអ្វីខ្លះកើតឡើងឬក៏ផលវិបាកអ្វីខ្លះសម្រាប់បងប្អូនអញ្ចឹងក្នុងវីដេអូនេះខ្ញុំលើកមក6ចំណុចសំខាន់មកប្រាប់បងប្អូនដែលគាត់ទិញមន់ពីគេអញ្ចឹងបងប្អូនហ្នឹងហើយសម្រាប់ទី1នេះគឺចំណីក្រុមហ៊ុនផ្សេងគ្នាហ្នឹងហើយចំណីក្រុមហ៊ុនផ្សេងគ្នានៅក្នុងអត្ថន័យនេះគឺខ្ញុំផ្ដោតសំខាន់ទៅលើនៅកន្លែងគេចិញ្ចឹមសម្រាប់លក់ហ្នឹងគឺគេប្រើក្រុមហ៊ុនផ្សេងហើយដល់ពេលបងប្អូនទិញកូនមន់នោះមកដល់ផ្ទះកូនមន់នោះបងប្អូនឲ្យស៊ីចំណីក្រុមហ៊ុនផ្សេងអញ្ចឹងកូនមន់នោះវាមានការផ្លាស់ប្ដូរនៅចំណីអញ្ចឹងវាមិនសូវជាស៊ីទេអញ្ចឹងធ្វើឲ្យវានោះវាឆ្កមទៅហ្នឹងហើយនេះហើយគឺជាកត្តាសំខាន់មួយដែរសម្រាប់បងប្អូនដែលគាត់ទិញមន់ពីគេមកហើយបងប្អូនមិនបានសួរណែនាំថាតើក្រុមហ៊ុនដែលអ្នកលក់មន់នោះគេប្រើចំណីក្រុមហ៊ុនអីហ្នឹងហើយសំខាន់បងប្អូនសួរគេឲ្យបានច្បាស់លាស់ហើយបងប្អូនទិញក្រុមហ៊ុននោះដែរទៅហ្នឹងហើយកត្តាដែលសំខាន់នោះគឺបងប្អូនត្រូវតែជ្រើសរើសចំណីណាដែលមានប្រូតេអ៊ីនខ្ពស់សម្រាប់កូនមន់ដើម្បីឲ្យវានោះស៊ីបានច្រើនហើយឡើងទម្ងន់ឡើងវិញបងប្អូនណាហ្នឹងហើយចំណុចសំខាន់មួយទៀតនោះគឺសម្រាប់ទី2ការប្រើប្រាស់ថ្នាំនិងវ៉ាក់សាំងផ្សេងគ្នាហ្នឹងហើយអញ្ចឹងនៅក្នុងអត្ថន័យចំណុចទី2នេះគឺខ្ញុំផ្ដោតសំខាន់ទៅលើបងប្អូនដែលគាត់លក់កូនមន់ហ្នឹងគាត់ប្រើថ្នាំអង់ទីប៊ីយ៉ូទិកឬក៏វ៉ាក់សាំងក្រុមហ៊ុនផ្សេងដល់ពេលបងប្អូនយកកូនមន់នោះមកដល់ផ្ទះកូនមន់នោះបងប្អូនប្រើវ៉ាក់សាំងផ្សេងអានេះគឺជាបញ្ហាមួយហ្នឹងហើយសម្រាប់បងប្អូនដែលគាត់គួរតែប្រុងប្រយ័ត្នហ្នឹងហើយមួយទៀតនោះបងប្អូនខ្លះគាត់លក់កូនមន់គាត់កុហកថាធ្វើវ៉ាក់សាំងរួចហើយក៏ប៉ុន្តែគាត់មិនបានធ្វើទេអញ្ចឹងនៅពេលដែលយើងយកមកដល់ផ្ទះមន់នោះមានបញ្ហាភ្លាមហ្នឹងហើយអញ្ចឹងសម្រាប់ទី2នេះគឺបងប្អូនត្រូវតែប្រុងប្រយ័ត្នមែនទែនហ្នឹងហើយសម្រាប់ការប្រើប្រាស់ថ្នាំការធ្វើវ៉ាក់សាំងនេះឬក៏បងប្អូនត្រូវតែសួរណែនាំអ្នកលក់កូនមន់នោះឲ្យបានច្បាស់លាស់ថាធ្វើវ៉ាក់សាំងហើយឬនៅហ្នឹងហើយឬក៏ប្រើប្រាស់ថ្នាំប្រភេទអីអញ្ចឹងគឺនេះជារឿងផលវិបាកមួយបងប្អូនមិនបានខ្ញុំថាវាជារឿងផលវិបាកនៅកន្លែងគេលក់មន់នោះគេប្រើថ្នាំអង់ទីប៊ីយ៉ូទិកឬក៏វ៉ាក់សាំងក្រុមហ៊ុនផ្សេងដល់ពេលបងប្អូនទិញមកឆ្លងខេត្តឆ្លងស្រុកទៅវិញឆ្ងាយហើយដល់ពេលនោះថ្នាំដែលអ្នកលក់មន់នោះប្រើប្រាស់នោះគឺនៅកន្លែងយើងនេះអត់មានទេហ្នឹងហើយមានតែក្រុមហ៊ុនផ្សេងអញ្ចឹងដល់ពេលយើងធ្វើទៅគឺមានបញ្ហាភ្លាមមន់ព្រោះអីការប្រើប្រាស់នោះវាខុសគ្នាយើងមិនដឹងថាលក់មន់នោះគេប្រើប្រាស់ថ្នាំប្រភេទអីហើយគេប្រើប្រាស់យ៉ាងម៉េចហ្នឹងហើយមកដល់យើងជាបទពិសោធន៍របស់យើងប្រើប្រាស់ផ្សេងអញ្ចឹងទៅយើងរៀងពិបាកបន្តិចក្នុងការប្រើប្រាស់ថ្នាំដូចជាថ្នាំប្រភេទថ្នាំអង់ទីប៊ីយ៉ូទិកហើយនិងប្រភេទថ្នាំវ៉ាក់សាំងហ្នឹងហើយអញ្ចឹងការប្រើប្រាស់នោះវាខុសគ្នាហើយមានអ្នកលក់ខ្លះ
គាត់តម្រូវឲ្យយើងហ្នឹងទិញកូនមន់ផងទិញវ៉ាក់សាំងផងទិញថ្នាំពីគាត់ផងអញ្ចឹងអានេះជាបញ្ហាមួយបងប្អូនហើយនឹងជារឿងពិបាកមួយសម្រាប់បងប្អូនដែលគាត់ទិញកូនមន់ពីគេអញ្ចឹងបងប្អូនហើយអ្វីដែលបងប្អូនគួរតែប្រុងប្រយ័ត្ននោះបងប្អូនត្រូវតែសួរណែនាំឲ្យបានច្បាស់ថាធ្វើប្រកបមែនអត់ឬក៏បើសិនជាបងប្អូនមិនទុកចិត្តថាគេនោះមិនធ្វើយើងអាចធ្វើម្ដងទៀតបានក្រុមហ៊ុនផ្សេងអញ្ចឹងបងប្អូនហ្នឹងហើយប៉ុន្តែបងប្អូនកុំធ្វើព្រាមទុកមន់នោះឲ្យបានរយៈពេលមួយសប្តាហ៍សិនចាំបងប្អូនធ្វើវ៉ាក់សាំងញូកាសអញ្ចឹងទៅឬក៏រំលឹកឡើងវិញនៅវ៉ាក់សាំងញូកាសហើយបងប្អូនអាចចន្លោះប្រហែលជា5-6ថ្ងៃបងប្អូនអាចធ្វើវ៉ាក់សាំងអាសន្នរោគបន្តទៀតបងប្អូនមិនទុកចិត្តបងប្អូនអាចធ្វើឡើងវិញបានហ្នឹងហើយសម្រាប់ថ្នាំប្រើប្រាស់នោះគឺបងប្អូនអាចប្រើប្រាស់ថ្នាំណាដែលបងប្អូនមានដូចជាពពួកអាម៉ុកពួកប៉ារ៉ាសេពួកវីតាមីនផ្សេងៗហ្នឹងហើយនិយាយឲ្យងាយយល់គឺបងប្អូនអាចប្រើប្រាស់បាននៅកន្លែងតំបន់របស់បងប្អូននោះមានអ្វីដែលជាបទពិសោធន៍របស់ខ្ញុំឲ្យប្រើប្រាស់ថ្នាំអាម៉ុករបស់មនុស្សគឺមានសិទ្ធិភាពខ្ពស់ផងណាហ្នឹងហើយឬក៏ប៉ារ៉ារបស់មនុស្សហ្នឹងយើងបុកចូលគ្នាទៅលាយឲ្យវាផឹកទៅនេះសម្រាប់មន់ដែលបងប្អូនទិញពីគេហើយសម្រាប់ចំណុចមួយទៀតដែលគួរតែប្រុងប្រយ័ត្នឬក៏ជារឿងដែលពិបាកនោះគឺចំណុចទី3នេះគឺទីតាំងកន្លែងចិញ្ចឹមនោះខុសគ្នាបងប្អូនណាហ្នឹងហើយទីតាំងកន្លែងចិញ្ចឹមនោះខុសគ្នាមានន័យថាកន្លែងចិញ្ចឹមរបស់បងប្អូនដែលគាត់ចិញ្ចឹមលក់នោះគឺទីតាំងរបស់គាត់នោះគាត់ចិញ្ចឹមបែបណាយើងអត់បានឃើញជាក់ស្ដែងទេហ្នឹងហើយដល់ពេលយើងយកមកយើងមកដាក់ទីតាំងផ្សេងហ្នឹងហើយអញ្ចឹងខ្ញុំលើកឧទាហរណ៍មួយឲ្យបងប្អូនងាយយល់ឧទាហរណ៍ថានៅកន្លែងគេចិញ្ចឹមលក់នោះគឺគេចិញ្ចឹមប្រើដាក់ទ្រុងជាប់ហើយគេចិញ្ចឹមតាមបែបបច្ចេកទេសដោយប្រើប្រាស់អំពូលភ្លើងដើម្បីកម្ដៅកូនមន់ដល់ពេលបងប្អូនទិញមកបងប្អូនជឿជាក់នៅលើការឃោសនារបស់គេគឺថាមន់ធំហើយអាយុរឿងច្រើនហើយមួយខែជាងហើយមិនបាច់ផ្ដល់កម្ដៅទេដល់ពេលបងប្អូនទិញមកមន់វាធ្វើដំណើរផ្លូវឆ្ងាយឆ្លងខេត្តឆ្លងស្រុកមកដល់ផ្ទះបងប្អូនអត់ប្រើកម្ដៅកូនមន់មានអាការៈប្រែប្រួលភ្លាមហ្នឹងហើយអញ្ចឹងនេះហើយគឺជាផលវិបាកមួយសម្រាប់បងប្អូនដែលគាត់ទិញមន់ពីគេហ្នឹងហើយអញ្ចឹងបងប្អូនត្រូវតែប្រុងប្រយ័ត្នកុំជឿឃោសនាអញ្ចឹងបងប្អូនត្រូវតែប្រើវិធីសាស្ត្រដូចជាផ្ដល់កម្ដៅឲ្យវាបន្តទៀតព្រោះអីមន់កាលណាធ្វើដំណើរផ្លូវឆ្ងាយអញ្ចឹងវាមានបញ្ហាច្រើនហើយហ្នឹងហើយអញ្ចឹងយើងត្រូវតែប្រុងប្រយ័ត្នបើសិនជាគេផ្ដល់យោបល់ថាឬក៏ផ្ដល់ជាកំណត់ថាមិនបាច់ប្រើកម្ដៅទេព្រោះមន់ធំហើយអញ្ចឹងយើងកុំទាន់ជឿជាក់យើងត្រូវតែផ្ដល់កម្ដៅបន្ថែមទៀតឬក៏យើងត្រូវតែធ្វើការផ្ដល់កម្ដៅបន្តទៀតដើម្បីឲ្យវានោះមានកម្ដៅគ្រប់គ្រាន់យើងកុំទាន់អាលយកមកដល់ព្រាមលេងហ្នឹងហើយអញ្ចឹងយើងត្រូវតែផ្ដល់កម្ដៅបន្តដើម្បីឲ្យវាមានសុខភាពល្អហ្នឹងហើយអានេះគឺជាវិធីកែខៃនៅរឿងដែលបាក់សម្រាប់បងប្អូនដែលគាត់ចូលចិត្តទិញមន់ពីគេសម្រាប់ចំណុចទី4រឿងដែលពិបាកមួយទៀតនោះគឺការដឹកជញ្ជូនផ្លូវឆ្ងាយធ្វើឲ្យមន់ខ្សោយបងប្អូនណាហ្នឹងហើយអញ្ចឹងសម្រាប់ចំណុចទី4នេះក៏ជាចំណុចសំខាន់ដែរសម្រាប់ការដឹកជញ្ជូនផ្លូវឆ្ងាយធម្មតាការដឹកជញ្ជូនផ្លូវឆ្ងាយមន់តែខ្សោយ 100% បងប្អូនហ្នឹងហើយហើយបងប្អូនខ្លះអត់ដឹងទេហ្នឹងហើយមកដល់ភ្លាមដាក់ចំណីឲ្យមន់ស៊ីភ្លាមអញ្ចឹងអានេះជាបញ្ហាមួយហ្នឹងហើយសម្រាប់បងប្អូនដែលគាត់ទិញមន់ពីគេអញ្ចឹងសម្រាប់វិធីកែខៃបងប្អូនទិញពីគេមកដល់ភ្លាមបងប្អូនកុំតន់ឲ្យចំណីវាស៊ីបងប្អូនណាហ្នឹងហើយអាហ្នឹងជាបញ្ហាមួយដែលខ្ញុំធ្លាប់ជួបហើយគឺមន់មានបញ្ហាអត់រលាយកែអញ្ចឹងបើសិនជាមន់នោះបងប្អូនទិញពីខេត្តឆ្ងាយៗបងប្អូនត្រូវតែបង្អត់ចំណីវាចន្លោះរយៈពេល1ម៉ោងឬក៏2ម៉ោងសិននៅពេលដែលវាមកដល់ភ្លាមបងប្អូនគ្រាន់តែផ្ដល់ទឹកឲ្យវាផឹកសិនទៅដូចជាទឹកថ្នាំប្រភេទប៉ារ៉ាដើម្បីកាត់បន្ថយកម្ដៅធម្មតាមន់បងប្អូនដឹងហើយធ្វើដំណើរផ្លូវឆ្ងាយតែមានការនៅហត់អស់កម្លាំងក្តៅខ្លួនខ្លាំងអញ្ចឹងទៅយើងឲ្យទឹកវាផឹកសិនទៅវាអត់ខុសពីមនុស្សទេបងប្អូនហ្នឹងហើយមនុស្សកាលណាដែលយើងធ្វើដំណើរផ្លូវឆ្ងាយអញ្ចឹងយើងមិនត្រូវការហូបបាយហូបអីឬក៏ចំណីចំណុកអីទេយើងត្រូវការទឹកជាមុនសិនផឹកទៅដើម្បីជួយសម្រួលនៅបំពង់កយើងហើយបំពង់ខ្យល់យើងហ្នឹងហើយអញ្ចឹងយើងត្រូវតែធ្វើបែបហ្នឹងសម្រាប់មន់គឺវាអត់ខុសអីពីមនុស្សទេហ្នឹងហើយអញ្ចឹងវិធីកែខៃគឺដូចខ្ញុំបានបង្ហាញអញ្ចឹងហ្នឹងហើយសម្រាប់ការដឹកជញ្ជូនហ្នឹងផ្លូវឆ្ងាយគឺមន់ភាគច្រើនគឺតែខ្សោយហើយហ្នឹងហើយតែខ្សោយគឺ 100% ភាគច្រើនខ្ញុំឃើញមន់
មកដល់ព្រាមបងប្អូនហ្នឹងហើយខ្ញុំឃើញមកដល់ព្រាមភាគច្រើនគឺរហ័សរហួនស្វាហាប់ហ្នឹងហើយហក់ទៅហក់ឡើងបានតែមួយផ្លែទេដល់ពេលស្អែកឡើងចាប់ដើមមានអាការៈខ្សោយអញ្ចឹងហើយបានខ្ញុំតែងតែហាមបងប្អូនថាពេលមកដល់ព្រាមហាមដាច់ខាតបងប្អូនកុំឲ្យវាស៊ីចំណីភ្លាមបងប្អូនតែបង្អត់វា1ម៉ោងទៅ2ម៉ោងសិនបងប្អូនគ្រាន់តែដាក់ទឹកឲ្យវាផឹកបានហើយទឹកនោះបងប្អូនដាក់ប្រភេទប៉ារ៉ាសេក៏បានហ្នឹងហើយដាក់ពពួកអាម៉ុកក៏បានដែរហ្នឹងហើយឲ្យវាផឹកទៅចាំ1ម៉ោង2ម៉ោងក្រោយចាំបងប្អូនឲ្យវាស៊ីចំណីហើយសម្រាប់ឲ្យស៊ីនេះក៏បងប្អូនកុំឲ្យស៊ីច្រើនពេកទៀតមាន់ធ្វើដំណើរផ្លូវឆ្ងាយអញ្ចឹងកាលណាវាស៊ីច្រើនទៅវាណែនគាវាអួលវាហត់ហ្នឹងហើយមួយថ្ងៃពីរថ្ងៃក្រោយគឺមានបញ្ហាមួយថ្ងៃដំបូងគឺអត់បញ្ហាទេចាប់ដើមមួយថ្ងៃពីរថ្ងៃក្រោយចាប់ដើមខ្សោយទៅឆ្កមទៅហ្នឹងហើយហ្នឹងជាបញ្ហាមួយឬក៏ជារឿងពិបាកមួយសម្រាប់បងប្អូនដែលគាត់ទិញមាន់ពីគេហ្នឹងហើយចំណុចនេះគឺវារឿងពិបាកដែរបងប្អូនណាធម្មតាមិនថាសត្វមិនថាមនុស្សទេកាលណាធ្វើដំណើរផ្លូវឆ្ងាយតែតែនៅហត់ក៏កម្លាំងខ្សោយចឹងទៅហ្នឹងហើយអញ្ចឹងសម្រាប់រឿងពិបាកមួយទៀតនោះគឺសម្រាប់ចំណុចទី5រឿងដែលពិបាកនោះគឺកត្តាអាកាសធាតុនិងការធ្វើអនាម័យបងប្អូនខ្លះគាត់ទិញមាន់ពីគេអញ្ចឹងបងប្អូនកន្លែងគេនោះអាកាសធាតុធម្មតាទេមាន់គឺមានសុខភាពធម្មតាទេពេលមួយថ្ងៃក្រោយមកដល់កន្លែងយើងមានបញ្ហាមេឃទទុំឬក៏ធ្លាក់ភ្លៀងជារៀងរាល់ថ្ងៃអញ្ចឹងទៅអាហ្នឹងជាបញ្ហាមួយដែរសម្រាប់អាកាសធាតុប្រែប្រួលវាអាចប៉ះពាល់ដល់មាន់យើងហើយយើងទិញពីគេមកចង្កាននៅកន្លែងគេនោះគឺសុខភាពធម្មតាទេប៉ុន្តែមកដល់យើងពឹបមានបញ្ហាបណ្ដោយគឺមាន់សំកុកទាំងអស់មកត្រង់បងប្អូនឧទាហរណ៍ថាទិញពីគេមក100 200ក្បាលឬក៏300ក្បាលអញ្ចឹងមកស្រាប់តែមកដល់ទីតាំងផ្លឹបមាន់សំកុកនៅពេលមកដល់មួយថ្ងៃពីរថ្ងៃក្រោយអានេះគឺដោយសារតែអាកាសធាតុហ្នឹងហើយគឺយកមកដល់ភ្លាមវាអត់មានបញ្ហាទេគឺរហ័សរហួនស្វាហាប់ធម្មតាទេក្រោយមកបានមួយថ្ងៃពីរថ្ងៃគឺមានបញ្ហាសំកុកទាំងអស់បងប្អូនណាហ្នឹងហើយអាហ្នឹងគឺកត្តាអាកាសធាតុហើយមួយទៀតនោះគឺអនាម័យហ្នឹងហើយគឺជាក់ស្ដែងអ្នកលក់កន្លែងគេនោះយើងមិនដឹងថាគេនោះសម្អាតដោយយ៉ាងណាទេឬក៏ធ្វើអនាម័យឬក៏ធ្វើជីវៈសុវត្ថិភាពដោយយ៉ាងណាទេយើងមិនដឹងទេមកដល់ភ្លាមគឺសុខភាពធម្មតាទេហើយពេលមកដល់យើងមានបញ្ហាបើមកពីគេអាហ្នឹងគឺវាអាចសំកប់ភ្លាមអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងយើងផ្ដោតសំខាន់ទីតាំងកន្លែងយើងថាតើកន្លែងយើងហ្នឹងយើងបានសម្រាប់មេរោគហើយឬនៅមុននឹងដាក់មាន់ហ្នឹងបងប្អូនបានបាញ់ថ្នាំសម្រាប់មេរោគហើយឬនៅឬក៏បាយកបោសនៅជុំវិញត្រង់ហើយឬនៅហ្នឹងហើយអាហ្នឹងសំខាន់លើយើងអ្នកទិញដែរហ្នឹងណាហ្នឹងហើយក៏វាអាចជាកត្តាខ្លះវាអាចមកពីអ្នកលក់ដែរមកយើងវាអត់ដឹងច្បាស់ថាកន្លែងគេនោះគេធ្វើអនាម័យដោយរបៀបណាអញ្ចឹងបងប្អូនហ្នឹងហើយព្រោះអីកន្លែងគេនោះគឺគេចិញ្ចឹមមាន់ច្រើនហ្នឹងហើយអញ្ចឹងវាកត្តានេះគឺវាអាចបូកផ្សំចូលគ្នាមាន់បើកាលណាមកដល់ភ្លាមវាសំកុកភ្លាមអាហ្នឹងគឺមកពីគេហើយគេមិនបានធ្វើអនាម័យធ្វើជីវៈសុវត្ថិភាពឲ្យបានត្រឹមត្រូវទេបើសិនមកដល់ភ្លាមពុបមានភាពរហ័សរហួនស្វាហាប់ធម្មតាទេហើយមួយថ្ងៃពីរថ្ងៃក្រោយមានបញ្ហាអាហ្នឹងគឺដោយសារតែកន្លែងយើងអត់បានបាញ់សម្រាប់មេរោគទុកមុនឬក៏លាងឧបករណ៍ប្រើប្រាស់សម្រាប់មាន់ហ្នឹងឲ្យបានស្អាតទុកមុនទេហ្នឹងហើយមាន់លក់ចេញអស់ផ្លឹបយើងទិញមកដាក់ភ្លាមអញ្ចឹងអាហ្នឹងជាបញ្ហាមួយសម្រាប់បងប្អូនដែលចូលចិត្តទិញមាន់តាមអនឡាញអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងវិធីកែខៃសម្រាប់អាកាសធាតុនោះគឺបងប្អូនទីហោថាមាន់មកដល់ព្រាមមានអាការៈធម្មតាទេឬក៏មានភាពរហ័សរហួនធម្មតាទេអញ្ចឹងក្រោយមកមួយថ្ងៃពីរថ្ងៃមាន់មានបញ្ហាអញ្ចឹងបងប្អូនតើតែវាយថ្នាំពពួកអាម៉ុកបូកជាមួយនឹងប៉ារ៉ាសេហើយនឹងបូកជាមួយនឹងវីតាមីនបងណាហ្នឹងហើយវីតាមីនមួយណាក៏បានដែរសម្រាប់បងប្អូនប្រើប្រាស់3មុខហ្នឹងបងប្អូននឹងជាសះស្បើហើយជាពិសេសបងប្អូនអាចប្រើពពួកអាម៉ុករបស់មនុស្សគឺមានប្រសិទ្ធភាពបងប្អូនហ្នឹងហើយបងប្អូនអាចដាក់មួយគ្រាប់ពីរគ្រាប់អញ្ចឹងទៅហ្នឹងហើយបូកជាមួយនឹងប៉ារ៉ាទៅហើយនឹងវីតាមីនទៅដើម្បីជំនួយមកវាឡើងវិញហ្នឹងហើយសម្រាប់កែខៃចំពោះការធ្វើអនាម័យបងប្អូនមុននឹងទិញមកដាក់បងប្អូនតែសម្លាប់មេរោគបាញ់ថ្នាំពពួកអាកុលក៏បានពពួកថ្នាំផ្សេងៗក៏បានដែរឬក៏បងប្អូនលាងកតោទឹកកតោចំណីបាចកបោសជុំវិញត្រង់ហ្នឹងឲ្យបានស្អាតសិនចាំដាក់មាន់ចូលហើយសម្រាប់រឿងដែលពិបាកសម្រាប់បងប្អូនដែលទិញកូនមាន់ពីគេនោះគឺសម្រាប់ចំណុចទី6ចុងក្រោយគឺកូនមាន់នោះមិនមែនជាកូនមាន់ស្រែសុទ្ធ100%ទេហ្នឹងហើយហេតុអីបងប្អូនត្រូវតែយល់ថាការលក់តាមប្រព័ន្ធអនឡាញជួនកាលគេបង្កាត់
ដើម្បីយកកូននោះមកលក់ឲ្យបងប្អូនតាមប្រព័ន្ធអនឡាញផ្សេងៗចឹងណាបងប្អូនហ្នឹងហើយភាគច្រើនគេបង្កាត់យកកូនដូចជាពពួកមន់បរទេសបងប្អូនណាហ្នឹងហើយដូចជាពួកមន់របស់វៀតណាមបងប្អូនហ្នឹងហើយមន់គេហៅថាមន់យួនណាបងប្អូនហ្នឹងខ្ញុំមិនសូវចេះហៅទេគឺរបៀបមន់កូនកាត់ហ្នឹងគឺមានច្រើនជាពិសេសគឺពពួកមន់ជុលពីស្រុកក្រៅបងប្អូនណាគេយកមកបង្កាត់ជាមួយនឹងមន់ស្រែយើងអញ្ចឹងអានេះគឺជារឿងមួយដែលពិបាកសម្រាប់បងប្អូនទិញមកហើយមន់វាតែងតែមិនធន់នឹងអាកាសធាតុបងប្អូនណាមន់ដែលបង្កាត់មិនមែនជាមន់ស្រែសុទ្ធនោះគឺភាគច្រើនវាអត់សូវធន់នឹងអាកាសធាតុទេបងប្អូនណាហ្នឹងហើយនៅពេលដែលអាកាសធាតុប្រែប្រួលផ្លាស់ប្ដូរលឿននោះគឺវាបត់បែនតាមអត់ទាន់ដូចមន់ស្រែយ៉ាងទេគឺវាសម្កុកបងប្អូនណាហ្នឹងហើយគឺបងប្អូនប្រើប្រាស់ថ្នាំច្រើនការដែលប្រើប្រាស់ថ្នាំនោះចឹងធ្វើឲ្យបងប្អូននោះខាតបង់មិនសូវជាចំណេញប្រហែលទេចឹងមន់បង្កាត់ក្រៅស្រុកនេះគឺហាមដាច់ខាតបងប្អូនកុំទិញខ្ញុំតែងតែណែនាំបងប្អូនបើសិនជាទិញមន់ទៅតាមអនឡាញនោះបងប្អូនត្រូវតែមើលឲ្យបានច្បាស់ហ្នឹងហើយមន់ស្រែវាមានពពួកមន់ស្រែដែលចម្រុះបងប្អូនណាមិនមែនឲ្យតែឃើញជើងលឿងបងប្អូនគិតថាពូជមន់ស្រែសុទ្ធនោះទេពូជមន់ស្រែសុទ្ធ100%នោះគឺវាអត់ប្រកាន់ពណ៌សម្បុរទេបងប្អូនណាគឺមានចម្រុះពណ៌តែម្ដងមានសមានខ្មៅមានតសក់មានស្គួយហ្នឹងហើយមានប្រផេះចឹងទៅសម្រាប់ជើងមកវិញនោះក៏វាមានជើងខ្មៅជើងសជើងលឿងចឹងទៅហ្នឹងហើយអញ្ចឹងមានបងប្អូនភាគច្រើនគាត់គិតថាឲ្យតែជើងលឿងគឺមន់ស្រែសុទ្ធហើយអញ្ចឹងមិនមែនទេបងប្អូនណាហ្នឹងហើយអញ្ចឹងសម្រាប់មន់ដែលជើងលឿងហើយមានពណ៌ស្គួយឬក៏ពណ៌គេហៅថាមន់សំពៅនោះអាហ្នឹងគ្រាន់តែមន់ដែលគេពេញនិយមទិញនៅលើទីផ្សារតែប៉ុណ្ណោះហ្នឹងហើយគឺប្រភេទមន់ស្រែគឺវាមានជើងចម្រុះទេបងប្អូនណាហ្នឹងហើយគ្រាន់តែមន់ដែលគេពេញនិយមមួយជើងលឿងអញ្ចឹងទៅហើយរូបរាងវាគឺធំអញ្ចឹងទៅហើយមានពណ៌ដូចជាស្គួយអង្កាំអញ្ចឹងទៅហ្នឹងហើយបងប្អូនទិញមកឃើញជើងលឿងស្អាតទិញមកគឺងាប់លឿនណាហ្នឹងហើយក្តៅពេកក៏ងាប់ត្រជាក់ពេកក៏ងាប់វាអត់ធន់នឹងអាកាសធាតុទេហ្នឹងហើយអញ្ចឹងសម្រាប់ចំណុចទី6នេះគឺដែលជារឿងពិបាកសម្រាប់បងប្អូននោះគឺវាមិនមែនជាកូនមន់ស្រែ 100% ហ្នឹងហើយគឺវាជាកូនមន់កាត់មន់បញ្ជុលពីបរទេសដូចជាមន់យួនមន់អីស៊ីវអញ្ចឹងទៅបងប្អូនខ្ញុំអត់សូវចេះហៅប្រភេទមន់ជុលទេហ្នឹងហើយអញ្ចឹងអាចយកមកបង្កាត់ហើយបើពួកមន់កាត់នេះគឺវាមានពណ៌ស្អាតណាបងប្អូនហ្នឹងហើយពណ៌ស្អាតណាស់អញ្ចឹងទៅបងប្អូនឃើញជើងវាលឿងថ្លែតអាហ្នឹងគឺជួនកាលមិនមានមន់សុទ្ធទេហ្នឹងហើយមិនមែនមន់សុទ្ធទេគឺកាត់ហើយវាអត់សូវធន់នឹងអាកាសធាតុទេហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនដែលទិញមកពីគេបងប្អូនត្រូវប្រុងប្រយ័ត្នមែនទែនសម្រាប់បងប្អូនដែលទិញមន់តាមអនឡាញបងប្អូនត្រូវតែពិនិត្យឲ្យបានច្បាស់ស្គួយសុទ្ធជើងរឿងខ្លីៗអាហ្នឹងក៏ពពួកមន់បិសាចដែរហើយឃើញជើងលឿងសុទ្ធទាំងអស់នោះហ្នឹងគឺជាបញ្ហាហើយបងប្អូនហើយមួយទៀតនោះឃើញពណ៌រឿងក្រហមលាយសតិចៗបងប្អូនអាហ្នឹងបងប្អូនភាគច្រើនគាត់ហៅថាមន់សំពៅអញ្ចឹងទៅអាហ្នឹងគឺជាបញ្ហាហើយអាហ្នឹងមន់នាំចូលហើយអញ្ចឹងឃើញជើងលឿងស្អាតបងប្អូនកុំអាហ្នឹងហាមដាច់ខាតបងប្អូនដែលគាត់ចូលចិត្តទិញមន់តាមអនឡាញប្រយ័ត្នមែនទែនហើយមន់ពពួកនេះគឺវាអត់សូវធន់នឹងអាកាសធាតុទេមន់ស្រែសុទ្ធនោះបងប្អូនអាចស្រាវជ្រាវឬក៏បងប្អូនអាចតាមដានឬក៏សាកសួរពីចាស់បុរាណបានថាតើមន់ស្រែសុទ្ធមានពណ៌យ៉ាងដូចម្ដេចហ្នឹងហើយតាមបទពិសោធន៍ខ្ញុំតាមដែលខ្ញុំបានជួបតាំងពីតូចមកឬក៏ម៉ែឪខ្ញុំគាត់ចិញ្ចឹមនោះគាត់ចិញ្ចឹមមន់ស្រែភាគច្រើនគឺមន់ពណ៌ចម្រុះបងប្អូនស្គួយក៏មានខ្មៅក៏មានហើយជើងនោះគឺខ្លះជើងលឿងខ្លះសខ្លះខ្មៅទៅគឺអត់មានប្រកាន់ថាឲ្យតែជើងលឿងគឺពូជមន់ស្រែទេណូបងប្អូនណាហ្នឹងហើយពូជមន់ស្រែគឺអត់ប្រកាន់ជើងទេអត់ប្រកាន់ពណ៌សម្បុរទេគឺចម្រុះហើយបងប្អូនឃើញជើងលឿងស្អាតអាហ្នឹងជួនកាលអាចមន់បីសាសហ្នឹងហើយមន់បីសាសគឺជើងលឿងស្អាតណាស់បងប្អូនណាប៉ុន្តែជើងវាខ្លីជាងជើងមន់ស្រែយើងអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្ណឹងខ្ញុំលើក6ចំណុចសំខាន់រឿងដែលពិបាកសម្រាប់បងប្អូនដែលទិញមកពីគេហ្នឹងហើយអញ្ចឹងបងប្អូនយកទៅសង្កេតនិងតាមដានហើយបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នាសម្រាប់6ចំណុចហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូនេះបើសិនជាខ្ញុំធ្វើការបកស្រាយទៅមានការខុសឆ្គងលើសលួសពាក្យសម្ដីឬក៏ខ្វះខាតនៅត្រង់ចំណុចណាមួយសូមបងប្អូនទាំងថ្មីទាំងចាស់ខន្តីអភ័យទោសដល់ខ្ញុំបាទផងហ្នឹងហើយព្រោះអីអ្វីដែលខ្ញុំបានបកស្រាយនៅក្នុងវីដេអូនេះគឺជាបទពិសោធន៍របស់ខ្ញុំហ្នឹងហើយគឺកាលពីដើមឡើយនោះកាលពីខ្ញុំចាប់ដើមចិញ្ចឹមដំបូងនោះគឺខ្ញុំទិញមន់ពីគេអញ្ចឹងវាជួបបញ្ហាមន់
6ចំណុចហ្នឹងជួបបញ្ហាច្រើនបងប្អូនណាហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនដែលទិញមកពីគេអញ្ចឹងជូនពរឲ្យបងប្អូនទិញពីគេនោះបងប្អូនត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនហ្នឹងសម្រាប់6ចំណុចនេះបងប្អូនយកទៅអនុវត្តហើយនឹងតាមដានដើម្បីពិនិត្យមើលបានច្បាស់មុននឹងបងប្អូនទិញហ្នឹងហើយអញ្ចឹងចុងក្រោយសម្រាប់វីដេអូនេះគឺបងប្អូនចូលមកថ្មីបងប្អូនកុំភ្លេចជួយចុច Subscribe និងចុចរូបកណ្ដឹងឲ្យខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានបទពិសោធន៍និងចំណេះដឹងផ្សេងៗដែលទាក់ទងពីការចិញ្ចឹមមាន់ស្រែហើយបើសិនបងប្អូនចូលចិត្តនិងស្រឡាញ់ខ្ញុំបងប្អូនអាចចូលក្នុង Facebook ជួយចុច Follow Page ឲ្យខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានបទពិសោធន៍និងចំណេះដឹងពីការចិញ្ចឹមមាន់ស្រែដូចគ្នាអញ្ចឹងវីដេអូនេះរៀងវែងបន្តិចហើយអញ្ចឹងចុងក្រោយសូមអរគុណនិងសូមជម្រាបលាចាំជួបគ្នាក្នុងវីដេអូក្រោយទៀត